ជួនរឿងទឹកចិត្តល្អរបស់អ្នកលក់ផ្លែដូងនៅក្នុងភូមិតូចមួយមានក្មេងប្រុសម្នាក់ឈ្មោះសុខាគាត់តែងតែនៅលក់ផ្លែដូងជាមួយម្ដាយគាត់ជារៀងរាល់ថ្ងៃនៅក្នុងភូមិពីរអ្នកម្ដាយនិងកូនរស់នៅដោយការខិតខំរកប្រាក់កម្រៃមកចិញ្ចឹមជីវិតដោយប្រកបមុខរបរលក់ផ្លែដូងនេះជារៀងរាល់ថ្ងៃសុខាគេពេញចិត្តនឹងលក់ផ្លែដូងនេះណាស់និងដោយសេចក្តីរីករាយក្រៃលែងគាត់តែងតែនិយាយដោយសុភាពនិងពាក្យគួរសមជាមួយអតិថិជនដែលមកទិញផ្លែដូងរបស់គាត់មនុស្សគ្រប់គ្នានៅក្នុងនេះស្រឡាញ់គាត់ណាស់ដោយសារគាត់ជាក្មេងដែលល្អថ្ងៃមួយមានបុរសចាស់ម្នាក់បានដើរមកដល់កន្លែងដែលគាត់កំពុងលក់មើលទៅបុរសចំណាស់នោះគាត់ហាក់ដូចជាស្រេកទឹកនិងឃ្លានខ្លាំងណាស់ពេលឃើញភ្លាមសុខាក៏បានជូនផ្លែដូងទៅគាត់ដោយមិនយកប្រាក់ឡើយថ្ងៃមួយគាត់រកផ្លែដូងមកលក់មិនបានឡើយគឺមានដូងតិចតួចតែប៉ុណ្ណោះចំណែកឯការលក់ដូងថ្ងៃនេះក៏មិនសូវមានអ្នកមកទិញផងដែរសុខានិងម្ដាយរបស់គេមានការព្រួយបារម្ភជាខ្លាំងបន្តិចក្រោយមកបុរសចាស់នោះក៏បានត្រឡប់មកកន្លែងគាត់លក់ផ្លែដូងវិញគាត់ថែមទាំងនាំមនុស្សជាច្រើនមកជួយទិញផ្លែដូងរបស់សុខាពួកគេមកជួយទិញផ្លែដូងនេះគឺចង់អរគុណសុខាដែលមានចិត្តល្អនៅក្នុងភូមិនេះអ្នកភូមិបានជួយគ្នាទៅវិញទៅមកនៅពេលមាននរណាម្នាក់ជួបការលំបាកពួកគេតែងតែចែករំលែកអាហារនិងរបស់របរប្រើប្រាស់ផ្សេងទៅអ្នករស់នៅជិតខាងរបស់ពួកគេពេលនេះសុខាមានអារម្មណ៍កក់ក្ដៅដោយទទួលបានក្តីស្រឡាញ់ពីអ្នកភូមិនៅពេលត្រឡប់មកផ្ទះវិញសុខាបាននិយាយប្រាប់ម្ដាយគេក៏សប្បាយខ្លាំងដែលជីវិតរបស់ពួកគេត្រឡប់មកវិញល្អឡើងវិញសុខានិងម្ដាយរីករាយដោយមានក្តីសង្ឃឹមហើយពួកគេមិនភ្លេចអំពើល្អរបស់អ្នកភូមិឡើយរឿងនេះយើងរៀនបានថាការមេត្តាករុណាមានតម្លៃណាស់អំពើល្អតែងតែទទួលផលល្អត្រឡប់មកវិញហើយការចែករំលែកនាំមកនូវសុ